នេះសារវិជាប្រវត្តិនៅពួកគាត់អង្គុយលេងហើយយើងជិះម៉ូតូរោចុះរោឡើង3 4ត្រឡប់ហើយណាប្រិមិត្តមើលពងសមាំងឯងបាយរោ4 5ត្រឡប់ហើយនេះមើលផ្ទះបងប្អូនវិជាប្រវត្តិនៅក្បែរហ្នឹងឯងគាត់រាយការណ៍ទៅកងរាជបុរហាត់ដល់ផ្ញើទៅកាន់វីវណ្ណៈខាងបាត់ទវីអីអ្នកលេងម៉ូតូធំមើលស្គាល់អត់ស្គាល់ក្រុមគាត់អត់បាទព្រោះអីម៉ូតូធំវាចឹងគាត់មានក្រុមគាត់អញ្ចឹងមើលយើងលេងសូមឲ្យមានក្រុមសិលធម៌និងវិជ្ជាជីវៈលឺខ្លាំងហ៎លឺឃើញជី4ជុំហីបាទក្នុងចំណែកជាយុវជនពេលឃើញខ្ញុំមានអារម្មណ៍មិនដែររំខានទេខ្លងហ៎បានត្រឡប់ហ៎មិញច្រើនដែរបានហ៎បាទគាត់សាកម៉ូតូឬក៏មិនអត់ដឹងទេណាបាទគាត់ជិះជុំ2ជុំហើយបាទគឺខាងសន្សុកគាត់5 ដងហើយបាទកន្លែងហ្នឹងក៏បាយបរិយអញ្ចឹងកុំឲ្យគាត់មានការរੂអញ្ចឹងវាប៉ះពាល់ដល់ខាងដល់គេពងសម្រាប់អញ្ចឹងក៏បាយបរិយទៅគេ5 ដងគាត់នៅតែបន្តបើកជុំ2ជុំទៀតអញ្ចឹងឡើងពេលអមគាត់ឲ្យគាត់ទៅបាទអូអញ្ចឹងបាននេះថាយើងបាន5 ដងរួចមកហើយបាទបានប្រាប់ហើយតែឥឡូវឡើងពេលអមឲ្យគាត់ទៅព្រោះដោយសារគាត់រੂតរ៉ាយ2 3ត្រឡប់ហើយមិញគាត់រោទេបងណាបាទគាត់ជិះក្បាយហ្នឹងមើលអាចប្រហែលត្រឡប់ទេបងមិញ2 3ត្រឡប់ហី3ត្រឡប់ទៅបងរាយការណ៍ទៅកងរាជបុរហាត់បងណាវត្តហាត់គាត់ឲ្យគាត់បាទវត្តហាត់ឲ្យគាត់តោហ្នឹងព្រោះយើងគាត់អត់ស្ដាប់យើងអញ្ចឹងបាទបងបាទហើយក៏ពេលគាត់ជិះលឺហ្នឹងមានតែធំទុកមិនប្រាប់ទេគាត់ប្រាប់ថាអូនហើយជិះមួយទៅមុំទៅប៉ុន្តែអត់នៅតែដដែលរោចុះរោឡើងបាទឃើញដឹកសង្សារម្នាក់បានលើម៉ូតូហ្នឹងបាទឃើញដឹកសង្សារមានសង្សារម្នាក់អង្គុយលើម៉ូតូពីក្រោយស្តុបនឹងអង្គុយលេងហ្នឹងហើយបាទនៅកន្លែងនៅសង្សារអង្គុយហើយតែប៉ុណ្្នឹងឯងខ្លាចស្ទុះទៅអោបចកេមជាប់ធ្លាក់ខាងស្រីខ្ពៀអាហ្នឹងមិនទៅគ្រោះថ្នាក់ទៀតបាទហើយម៉ូតូនេះស្ទុះកម្លាំងមិនធម្មតាទេបងប្អូនហើយបាទ 1000cc ណែបាត់ជិះចឹងអត់អីទេបាទជិះចឹងអត់អីទេប៉ុន្តែមិនមានក៏រោបាទមានវីដេអូរោមានអីទៀតបាទឥឡូវកងរាជបុរហាត់តែបញ្ជូនទៅមូលដ្ឋានកងរាជបុរហាត់ខាងដូនពេញប្រិមត្តទូទាំងជនយើងបាទស្លាកលេខភ្នំពេញ 1IJ បាទ8222ហើយមើលចំណាត់ការរបស់កម្លាំងកងរាជបុរហាត់នឹងរក្សាទុកប្រហែលថ្ងៃនោះប្រិមត្តបាទមើលទៅបងប្អូនចង់ប្រើផលិតផលកូរ៉េសុទ្ធ 100% មិនប៉ះពាល់ដល់សុខភាពគឺផលិតផលក្រុមហ៊ុន MACEE មានទាំងអាហារបំពន់សុខភាពគ្រប់ប្រភេទមានទាំងគ្រឿងសម្អាងប្រភេទលេគ្រប់មុខនិងមានប៊ីចេង MACEE ជាប៊ីចេងសុខភាពមានសុវត្ថិភាពដល់អ្នកប្រើប្រាស់អាចដើររកទិញតាមតូបតាមផ្សារ25ខេត្តក្រុងឬអាចរកទិញតាមเพจតំណាងចែកចាយទាំងអស់បានព្រមទាំងតាម Telegram និងเพจរបស់ក្រុមហ៊ុនអញ្ចឹងជីទៅវាលឺខ្លាំងហើយជាគាត់អង្គុយលេងនេះដូចព្រះបានឃើញហើយពួកម៉ូតូនេះរោទៅឡើងចង់បែកកដាស់ជាលឺយ៉ាងឡានទៀតបងប្អូនណាវាលេខស្អីលឺយ៉ាងឡានទៀតមកងោងនោះមិនបាច់ទេឥឡូវទៅចោលម៉ូតូបាត់នោះបាទប្រិមត្តទូទាំងជនយើងបាទហើយក្នុងនេះខ្ញុំជាអ្នកសារផងមិនមែនជាតែផ្សាយបងប្អូនណាបាទបើគាត់ជិះតាមសម្រួលគឺវាអីសំខាន់គឺគាត់រោចោលរោឡើង3 4ត្រឡប់ចឹងណាប្រិមត្តបាទហើយយើងមើលបាទហើយផ្ទះវិជាប្រវត្តិនៅក្បែរហ្នឹងហើយមិនលឺតិចណាបងប្អូនពងសីម៉ាំងនេះមិនលឺតិចទេដល់បងប្អូននេះមកបាទយើងផ្ញើជូនទៅកាន់បងប្អូនយើងអ្នកម៉ូតូធំផ្សេងទៀតបាទសូមយើងបើកបោះម៉ូតូដោយមានសិលធម៌និងវិជ្ជាជីវៈបាទហើយខ្ញុំក៏ជាអ្នកឆ្លាញ់ម៉ូតូធំយ៉ាងដែរខ្ញុំនិយាយត្រង់បាទប៉ុន្តែនៅទីក្រុងនៅក្នុងប៉ាវៀនបឹងកក់នេះយើងមិនគួរណាបើករោបំពងសំឡេងរំខានសំឡេងទៅកាន់បងប្អូនវិជាប្រវត្តិទេបាទបើយើងជិះផ្លូវឆ្ងាយផ្លូវអីទៅតាមខេត្តអាហ្នឹងចិត្តតែរោមិនរោខ្ញុំមិនខ្វល់ទេប្រិមិត្តបាទក្នុងទីក្រុងយើងទៅរោដែរបាទហើយម៉ូតូនេះបាទប្រភេទជាប្រភេទម៉ូតូ BMW បាទ 1000cc ប្រិមិត្តបាទហើយមើលកំពុងសមាំងលឺហែកមេឃបាទបាល់លន់ដូចអីចឹងតែប្រិមត្តទូទាំងជនយើងលេងទៅបាទខ្ញុំក៏អត់ត្រូវលេងរឿងម៉ូតូធំបាទហើយខ្ញុំឃើញម៉ូតូធំក៏ជួយការងារសង្គមបានច្រើនដែរបាទក្រុមម៉ូតូធំហ្នឹងគឺគាត់តនេគាត់ចុះតាមខេត្តគាត់យកសម្ភារៈទៅចែកស្បៀងអីផ្សេងទៅកាន់បងប្អូនជាខ្វះខាតអីផ្សេងបាទខ្ញុំគាត់ថាអ្នកស្គាល់ក្រុមម៉ូតូធំទេក្រុមម៉ូតូធំឯងសម្រាប់បងប្អូនខ្ញុំមកកណោហ្នឹងបាទដល់ផ្ញើទៅកាន់វីវណ្ណៈខាងបាត់ទវីអីអ្នកលេងម៉ូតូធំមើលស្គាល់អត់ស្គាល់ក្រុមគាត់អត់បាទព្រោះអីម៉ូតូធំវាចឹងគាត់មានក្រុមគាត់អញ្ចឹងមើលយើងលេងសូមឲ្យមានក្រុមសិលធម៌និងវិជ្ជាជីវៈបាទនៅក្នុងនាមយើងដែរជាអ្នកលេងម៉ូតូធំបាទហើយនៅក្នុងប៉ាវៀនបឹងកក់នេះយើងដឹងស្រាប់ខ្ញុំនិយាយដែរបងប្អូនយកគាត់ច្រើនគាត់អង្គុយលេងគាត់អីមានផ្ទះមានអីហើយមានលឺតិចទេបងប្អូនបាទខ្ញុំហ៊ាននិយាយថាចង់លឺជាងពងសីម៉ាំងឡានទៀតលេង 4 5 ត្រឡប់ហើយដែលបាទជាប្រវត្តិគាត់រំខានគាត់រាយការណ៍ទៅកងរាជបុរហាត់ហើយកងរាជបុរហាត់នៅក្នុងបឹងកក់នេះមានស្រាប់ដឹងថាក្នុងបឹងកក់នេះគឺមានសន្តិសុខមានកងរាជបុរហាត់អញ្ចឹងចូលមកហើយគឺកំហចេញរួចបាទគេបិទប្រាស់ចិត្តឈឹងអស់ហ្នឹងបាទគេចាក់អាយកូម ID នេះសន្តិសុខហ្នឹងបាទសន្តិសុខហ្នឹងបាទនេះបាទគេមានអាយកូម ID គេចាក់គ្រប់ច្រកអញ្ចឹងចេញដំណើរក៏វារួចដែរបាទអញ្ចឹងយើងចូលមកឲ្យ slow ទៅបាទកុំកាចឲ្យធម្មតាយើងជិះធម្មតាបែបលំហែអារម្មណ៍ឈៀលអញ្ចឹងណាបាទដល់យើងចេញមកយ៉ាងដូចទំនើងហ្នឹងតែជាប់ហើយអត់នៅទេបាទម៉ាំងលឺខ្លាំងហ៎លឺឃើញជី4ជុំហីបាទក្នុងចំណែកជាយុវជនពេលឃើញខ្ញុំមានអារម្មណ៍មិនដែររំខានទេខ្លងហ៎បានត្រឡប់ហ៎មិញច្រើនដែរបានហ៎បាទគាត់សាកម៉ូតូឬក៏មិនអត់ដឹងទេណាស្លាកលេខភ្នំពេញ 1IJ បាទ8222ហើយមើលចំណាត់ការរបស់កម្លាំងកងរាជបុរហាត់នឹងរក្សាទុកប្រហែលថ្ងៃនោះប្រិមិត្តបាទមើលទៅបាទគាត់ជិះជុំ2ជុំហើយបាទគឺខាងសន្សុកគាត់5 ដងហើយបាទកន្លែងហ្នឹងក៏បាយបរិយអញ្ចឹងកុំឲ្យគាត់មានការរੂអញ្ចឹងវាប៉ះពាល់ដល់ខាងដល់គេពងសម្រាប់អញ្ចឹងក៏បាយបរិយដល់គេ5 ដងគាត់នៅតែបន្តបើកជុំ2ជុំទៀតអញ្ចឹងឡើងពេលអមគាត់ឲ្យគាត់ទៅបាទអូអញ្ចឹងបាននេះថាយើងបាន5 ដងរួចមកហើយបាទបានប្រាប់ហើយតែឥឡូវឡើងពេលអមឲ្យគាត់ទៅព្រោះដោយសារគាត់រੂតរ៉ាយ2 3ត្រឡប់ហើយមិញគាត់រោទេបងណាបាទគាត់ជិះក្បាយហ្នឹងមើលអាចប្រហែលត្រឡប់ទេបងមិញ
ពី3ត្រឡប់ឯង3ត្រឡប់ 3ដំណប់ទៅបងរាយការណ៍ទៅកងរាជហាត់បងនេះ វត្តហាត់គាត់ឲ្យខាត់បាទវត្តហាត់ឲ្យខាត់តោហ្នឹងព្រោះយើងគាត់អត់ស្ដាប់យើងចឹង បាទបងបាទអាប្រិមិត្តបាទយើងឃើញចាក់ស្ដែងណាបាទហើយក៏ពេលក៏គាត់ជិះលឺហ្នឹងមានតែធំទុកមិនប្រាប់ទេគាត់ប្រាប់តាអូនហើយជិះមួយទៅមុំទៅប៉ុន្តែអត់នៅតែដដែលរោចុះរោឡើងបាទឃើញដឹកសង្សារម្នាក់បានលើម៉ូតូហ្នឹងបាទឃើញដឹកសង្សារមានសង្សារម្នាក់នឹងអង្គុយលើម៉ូតូពីក្រោយស្តុបនឹងអង្គុយលេងហ្នឹងអង្គុយលេងហ្នឹងឯងបាទនៅកន្លែងនៅសង្សារអង្គុយហើយតែប៉ុណ្្នឹងឯងខ្លាចស្ទុះទៅអោបចកេមិនជាប់ធ្លាក់ខាងស្រីខ្ពៀអាហ្នឹងមិនទៅគ្រោះថ្នាក់ទៀតបាទហើយម៉ូតូនេះស្ទុះកម្លាំងមិនធម្មតាទេបងប្អូនហើយបាទ 1000 cc ណែបាជីចឹងអត់អីទេបាជីចឹងអត់អីទេប៉ុន្តែមិនមានក៏រោបាទមានវីដេអូរោមានអីទៀតឥឡូវកងរាជវត្តហាត់ហើយបញ្ជូនទៅមូលដ្ឋានកងរាជវត្តហាត់ខានដូនពេញប្រិមត្តទូទាំងជនយើងបាទបាទឥឡូវកម្លាំងកងរាជវត្តហាត់យកទៅមូលដ្ឋានកងរាជវត្តហាត់ខានដូនពេញប្រិមត្តទូទាំងជន